បាល់បញ្ចូលទីយ៉ាងល្អរបស់កីឡាករបាទ Iago Bento Fernandez ទស្សនាវីដេអូ highlight បាទនៅក្នុងការប្រកួតបាទជើងទី2វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់បង្កេតឯកសណ្ឋានពណ៌សជាក្រុមភ្ញៀវប្រកួតជាមួយនឹងព្រះខ័នរីស្វាយរៀងឯកសណ្ឋានពណ៌ខៀវបាទដែលជាក្រុមចាប់ផ្ទះត្រង់នេះបាល់ free kick របស់ Nob David តែមិនចំគោលដៅនោះទេបាទជាការទាត់បាល់កោងតែមិនធ្លាក់បាននៅចំទីនោះឡើយហើយត្រង់ចំណុចនេះបាទគឺជាការវាយបកបាទលឿនរបស់បង្កេតបាទក្នុងនោះដែរយើងឃើញ Iago Bento បាទព្យាយាមឆ្កឹះបាទរំលងអ្នកចាំទីតែមិនបានសម្រេចទេយ៉ាងណាក៏ដោយរត់ទៅយកបាល់មកវិញបញ្ជូនឲ្យ Bevan Meyer ទាត់បញ្ចូលទីគ្រាប់បាល់ទី1បានយ៉ាងល្អនៅមុខនៅនាទីទី20 1-0បាទត្រង់នេះបាទ2-2រត់ប្រដេញគ្នាមក Iago Bento បាទយកបាល់បានឆ្កឹះត្រង់នេះផុតដៃផុតជើងរបស់វីរៈតារាហើយប៉ុន្តែនៅសល់មុខបាទចំមុខរបស់អ្នកយ៉ាំទីវីរៈតារាទៀតមកវិញបញ្ជូនឲ្យបាទឈរទាត់តែម្នាក់ឯង Bevan Meyerចំណុចនេះវិញជាការបញ្ជូនរបស់ស៊ីដានហើយក៏តែដោយអូដាវ៉ារ៉ាបាទមិនចំគោលដៅមករត់មកដណ្ដើមទីតាំងបានយ៉ាងល្អប៉ុន្តែតែមិនចំគោលដៅធ្វើឲ្យការប្រកួតវគ្គទី1បញ្ចប់ទៅបង្កេត1ព្រះខ័នរីស្វាយរៀង0ចូលដល់វគ្គទី2ក្រុមទាំងពីរបន្តប្រយុទ្ធគ្នានៅលើសមរភូមិពណ៌បៃតងហើយត្រឹមតែ4នាទីនៅក្នុងវគ្គទី2ស៊ីដានបាទទាត់បាល់ free kick កោងទៅក្នុងប្រអប់ហើយ Takashi Odawara គឺជាអ្នកតែតបញ្ចូលទីបានសម្រេចបាទបញ្ជូនបាល់កោងយ៉ាងល្អហើយក៏តែតបញ្ចប់ទីបានយ៉ាងល្អដូចគ្នា1-1ហើយការប្រកួតនេះបន្តទៅមានការប៉ុនប៉ងមួយលើកជា2លើកទាំងបង្កេតទាំងព្រះខ័នរីស្វាយរៀងតែសុទ្ធតែមិនបានសម្រេចដូចគ្នាការទាត់ឆ្វេងរបស់ញៀនសុកស៊ីដានត្រង់នេះបាទជះបានដោយកុយសាលីមបន្តទៀត Patrick Robson ជាយាមទាត់កោងចូលទៅក្នុងហើយការលោតតែតបាទរបស់គ្រីយ៉ាមិនចំគោលដៅទេបន្តទៀតមានការសង្គ្រោះបាល់យ៉ាងល្អពីការទាត់របស់ញៀនសុកស៊ីដានពេញចំហឹងជើងឆ្វេងទះកោងរកមុំតែសាលីមនៅតែអាចសង្គ្រោះបាន90នាទីបញ្ចប់ទៅដោយក្រុមទាំងពីរស្មើគ្នា1-1សរុបគ្រាប់បាល់ទាំងពីរជើង2-2ឈានដល់ការប្រកួតបន្ថែម15នាទី2ដង15នាទីលើកទី1ព្រះខ័នរីស្វាយរៀងបាទព្យាយាមធ្វើបានយ៉ាងល្អត្រឹម9នាទី Patrick Robson ទាត់យកមុំតូចតែម្ដងដែលធ្វើឲ្យអ្នកចាំទីកុយសាលីមបាទសង្គ្រោះមិនបាននោះទេបាទនេះហើយគឺជាការទាត់បាទរកមុំតូចបាទដែលបាល់នេះបោកដីទៀតផងធ្វើឲ្យអ្នកចាំទីកុយសាលីមពិបាកស្មានមែនទែនគ្រាប់បាល់នាំមុខរបស់ព្រះខ័នរីស្វាយរៀងត្រឹម15នាទីដំបូងបាទហើយក៏ចូលដល់15នាទីលើកទី2 15នាទីលើកទី2ក៏ស្វិតស្វាញទៅបាទក្រុមទាំងពីរបាទពិសេសបង្កេតក៏ព្យាយាមមួយលើកហើយមួយលើកទៀតព្រះខ័នរីស្វាយរៀងក៏ដឹងថាមួយគ្រាប់របស់ខ្លួនមិនសុវត្ថិភាពដែរយ៉ាងណាក៏ដោយនៅត្រង់ចំណុចនេះ Patrick Robson បានទាត់បាទមួយជើងពេញទំហឹងបន្ទាប់ពីទាញចូលទៅខាងក្នុងទាញចេញមកខាងក្រៅវិញបាទត្រង់នេះហើយអស់រលីងតែម្ដងបាទលបឿនបាល់លឿនស្លេវមិនឲ្យកុយសាលីមសង្គ្រោះបានទៀតនោះទេនាំមុខ3-1ពីគ្រាប់របស់ Patrick Robson នៅក្នុងម៉ោងបន្ថែមលើកទី1មួយគ្រាប់និងលើកទី2មួយគ្រាប់ចំណុចនេះជាការទាត់ free kick ដ៏ល្អមែនទែនពី Iago Bento Fernandez រកមុំតែម្ដងដែលអ្នកចាំទីវីរៈតារាព្យាយាមលោតឡើងអស់មុខជះហើយតែក៏ជះមិនបាននោះដែរមួយគ្រាប់នេះអ្វីត្បិតតែនៅសល់ត្រឹមតែ4នាទីទៀតចប់ការប្រកួតក៏ជាការជំរុញកម្លាំងចិត្តមួយទៀតដែរឲ្យកីឡាកររបស់បង្កេតក៏ដូចជាអ្នកគ្រប់គ្រងបង្កេតមានទឹកមុខស្រកបោះឡើងវិញ
បែបណាក្តី4នាទីបូកជាមួយនឹងម៉ោងបន្ថែមបង្គ្រប់3នាទីទៀតនៅតែមិនអាចឲ្យបង្កេតរកមួយគ្រាប់តាមស្មើនោះឡើយចប់ការប្រកួតជាផ្លូវការប្រកាន់ទីស្វាយរៀងបានឈ្នះបង្កេតនៅក្នុងជើងទី2ដោយលទ្ធផល3-2សរុបទាំងពីរជើង4-3មានន័យថាប្រកាន់ទីស្វាយរៀងត្រូវឡើងទៅជួបវិសាខានៅក្នុងវគ្គផ្ដាច់ព្រាត់ដែលនឹងធ្វើឡើងនៅថ្ងៃអាទិត្យខាងមុខនេះ